Đầm lấy mi on tra chiết ban thệ cho chia cùng hốc nơi bậc ngay pro hòn ni. Đầm lấy mi ban đam các ba thệ cho bồn top pi cái đây xâm ra cho bỏ tổ la ca sa pon Amric ban rê rang pun coi rồi bỏ lục Donald Trump ban cắt ban thoi hai pay lơ pun coi chia sa có khả năng lôi $Amric có min phép rừng mom vừa ai đầm rê ca mi đểត្រូវបានគេចាត់ទុកជាទ្រព្យសម្បត្តិមានសុវត្ថិភាពនិងពេញនិយមក៏បានធ្លាក់ចុះគិតត្រឹមព្រឹកថ្ងៃប្រហោះទី29ខែឧសភានេះតម្លៃហាងឆេងមីអន្តរជាតិបានធ្លាក់មកនៅ$3,914ក្នុងមួយដំឡឹងឬគិតជាខ្នាតអន្តរជាតិស្មើនឹង$3,246ក្នុងមួយអោនការធ្លាក់ចុះនេះបន្ទាប់ពីការសម្រេចចិត្តរបស់តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិកដោយបានរកឃើញថាលោកត្រាំបានធ្វើកិច្ចការលើសពីសិទ្ធិអំណាចរបស់ខ្លួនលើការដាក់ពន្ធគយទៅវិញទៅមកចាប់តាំងពីខែមេសាកន្លងមកលើការនាំចូលទំនិញពីប្រទេសនានាដែលមានអតិរិទ្ធពាណិជ្ជកម្មជាមួយអាមេរិកបន្ថែមពីនេះតុលាការមួយនេះក៏បានបញ្ជាឲ្យមានវិធានការបញ្ឈប់បើទោះបីជាប្រឆាំងនឹងគោលនយោបាយសេដ្ឋកិច្ចរបស់លោកត្រាំហើយគេរំពឹងថានឹងមានការប្តឹងឧទ្ធរណ៍ជំទាស់លើសេចក្តីសម្រេចមួយនេះពីរដ្ឋបាលលោកត្រាំផងដែរទន្ទឹមនឹងនេះដែរនាកិច្ចប្រជុំប្រចាំខែឧសភារបស់ធនាគារកណ្ដាលអាមេរិកក៏បានបង្ហាញឲ្យដឹងថាអ្នកបង្កើតគោលនយោបាយកំពុងប្រកាន់យកជំហរការរងចាំនិងការវិតម្លៃលើឥទ្ធិពលសេដ្ឋកិច្ចបន្ទាប់ពីការផ្លាស់ប្តូរគោលនយោបាយថ្មីៗរួមទាំងពន្ធគយដែលកំពុងជាប់គាំងនៅពេលនេះដើម្បីមានភាពច្បាស់លាស់បន្ថែមទៀតលើផ្លូវគោលនយោបាយរបស់ខ្លួនបន្ថែមពីនេះធនាគារកណ្ដាលអាមេរិកក៏បានទទួលស្គាល់នូវការកើនឡើងហានិភ័យនៃអតិផរណានិងភាពអត់ការងារធ្វើនៅសហរដ្ឋអាមេរិកផងដែរឥឡូវនេះការរងចាំការចេញផ្សាយទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់អាមេរិកនាសប្តាហ៍នេះជាពិសេសទិន្នន័យស្នូលលើការចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនក្នុងសហរដ្ឋអាមេរិកដែលហៅកាត់ថា Core PCE ដើម្បីកាន់តែច្បាស់លាស់បន្ថែមទៀតលើគន្លងផ្លូវការសម្រាប់ជោគវាសនាអត្រាការប្រាក់របស់អាមេរិកព័ត៌មានផ្សេងទៀតនៅលើភូមិសាស្ត្រនយោបាយអ៊ីស្រាអែលបានបើកការវាយប្រហារធ្វើឲ្យមនុស្សស្លាប់និងរបួសជាច្រើននាក់នៅក្នុងការផ្ដល់ជំនួយរបស់អាមេរិកលើតំបន់កាហ្សាពីខាងត្បូងកាលពីម្សិលមិញខណៈកិច្ចចរចានុយក្លេអ៊ែរអ៊ឺរ៉ង់និងអាមេរិកកំពុងរកច្រកចេញផងដែរដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងហាងឆេងមីប្រចាំថ្ងៃព័ត៌មានសេដ្ឋកិច្ចប្រចាំថ្ងៃនិងព័ត៌មានសំខាន់ៗជុំវិញពិភពលោកអ្នកអាចតាមដានបានតាមរយៈ Channel Telegram របស់ Master Khan Academy ដែលគ្រាន់ចុចទៅលើ link ដែលបានដាក់នៅក្នុង caption ខាងក្រោមវីដេអូសូមអរគុណ